ឥឡូវយើងងាកមករកតទៅនឹងកសិករការធ្វើស្រូវស្រែណាបាទស្រូវផ្ការំដួលឥឡូវហ្នឹងណាស្រូវផ្ការំដួលបច្ចុប្បន្នគឺចុះថោកនៅខាងកំពង់ឆ្នាំងគឺចុះនៅថ្ងៃទី7 ខែ 11 2025នេះគឺនៅសល់តែ900ទេអញ្ចឹងណាហើយវាមានតាមកន្លែងទៀតអញ្ចឹងណាអញ្ចឹងគឺស្រូវក៏ពិបាកភ្លៀងមកក៏ច្រើនអញ្ចឹងគឺការប្រមូលផលហ្នឹងគឺពិបាកមែនតើហើយប្រជាកសិករហ្នឹងគឺគាត់រអ៊ូកសិករហ្នឹងក៏រអ៊ូរឿងស្រូវចុះថោកហើយដល់ពេលចំណែកខាងម្ចាស់ម៉ាស៊ីនច្រូតវិញគាត់រអ៊ូរឿងប្រេងនិងគ្រឿងបន្លាស់ឡើងថ្លៃអញ្ចឹងណាមិនថាម៉ាស៊ីនច្រូតហ្នឹងត្រូវតម្លាក់តម្លៃឲ្យជាកសិករឬក៏យកនៅតម្លៃដដែលអញ្ចឹងណាបើម៉ាស៊ីនច្រូតគឺអត់អាចតម្លាក់តម្លៃបានទេហើយជាកសិករក៏មិនអាចតម្លើងតម្លៃដល់ខ្លួនឯងបានដែរដោយសារឈ្មួញគាត់ទិញហ្នឹងគឺនៅក្នុងតម្លៃហ្នឹងតែម្ដងហើយទី2តើតើនឹងការភ្លៀងគឺភ្លៀងរហូតហើយការដួលស្រូវដួលច្រើនម៉ាស៊ីនច្រូតក៏ពិបាកច្រូតដែរអញ្ចឹងណាហើយអញ្ចឹងទៅគាត់ក៏រអ៊ូយើងក៏រអ៊ូដូចគ្នាអញ្ចឹងណាអញ្ចឹងគឺផលលំបាកហ្នឹងគឺរៀងៗខ្លួនទាំងពីរនាក់ហ្នឹងណាទាំងម៉ាស៊ីនច្រូតទាំងម្ចាស់ស្រូវអញ្ចឹងណាបាទគឺមានការដួលមានការអីអញ្ចឹងទៅក៏ពិបាកដែរហើយសម្រាប់កសិករតម្លៃកាន់តែចុះភ្លៀងកាន់តែភ្លៀងតម្លៃកាន់តែចុះអញ្ចឹងណាបាទគឺបច្ចុប្បន្នហ្នឹងគឺតម្លៃនៅត្រឹមតែ900រៀលទេក្នុង1គីឡូហ្នឹងតើនឹងស្រូវផ្ការំដួលអញ្ចឹងណាបាទកាលណាភ្លៀងកាន់តែច្រើនស្រូវកាន់តែដួលម៉ាស៊ីនច្រូតកាន់តែលំបាកប្រជាកសិករកាន់តែវេទនាអញ្ចឹងណាបាទកាន់តែវេទនាការច្រូតគឺលំបាកទាំងការលក់ទាំងការរក្សាទុកហាលអីហ្នឹងគឺអត់មានថ្ងៃទេអញ្ចឹងគឺលំបាកមែនតើ